មេធំរបស់អង្គការ NATO លោក Mark Rutte បាននិយាយថាគ្មានការពិភាក្សាអំពីការបង្កឲ្យមានការអនុម័តនៅមាត្រា 5 របស់អង្គការ NATO ជំវិញក្បាញ់ទម្លាក់មីស៊ីលរបស់អ៊ីរ៉ង់របស់ប្រទេសទូគីនោះទេបើយោងទៅតាមការលើកឡើងរបស់អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានប្រាប់មកកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃប្រហ័សថាអង្គការ NATO មិនមានគម្រោងអនុវត្តមាត្រា 5 នៃការការពារគ្នាទៅវិញទៅមករបស់ខ្លួនជុំវិញការបាញ់ទម្លាក់មីស៊ីលផ្លោមមួយគ្រាប់ដែលឆ្ពោះទៅកាន់ប្រទេសទូគីនោះទេចំពេលដែលមានការភ័យខ្លាចថាសម្ព័ន្ធភាពនេះអាចជាប់ពាក់ព័ន្ធក្នុងសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់លោក Mark Rutte បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការកណ្ដាលរបស់សម្ព័ន្ធមិត្តក្នុងទីក្រុង Brussels ថាគ្មាននរណាម្នាក់កំពុងនិយាយអំពីមាត្រា 5 ទេបើទោះបីជាលោកបានពិពណ៌នាអំពីឧបទ្ទវហេតុនេះថាមានភាពធ្ងន់ធ្ងរក៏ដោយលោកបានមានប្រសាសន៍ថារឿងសំខាន់បំផុតនោះគឺថាសត្រូវរបស់យើងបានឃើញកាលពីម្សិលមិញថា NATO មានភាពរឹងមាំនិងប្រុងប្រយ័ត្នខ្លាំងណាស់ប្រទេសទូគីដែលជាសមាជិកអង្គការ NATO បាននិយាយថាការការពារដែនការរបស់សម្ព័ន្ធមិត្តនៅថ្ងៃពុធនេះបានបំផ្លាញមីស៊ីលផ្លោងរបស់អ៊ីរ៉ង់មួយគ្រាប់នៅពេលដែលវាកំពុងធ្វើដំណើរចូលមកក្នុងដែនការរបស់ទូគីដែលបានបញ្ជាក់អំពីលទ្ធភាពដែលចំនួនអាចពង្រីកដែលរួមបញ្ចូលនៅសម្ព័ន្ធមិត្តទាំងមូលយ៉ាងណាមិញសម្រាប់ការអនុវត្តនៃមាត្រា 5 របស់អង្គការ NATO ដែលបានចែងថាការវាយប្រហារទៅលើសមាជិកអង្គការ NATO ណាម្នាក់គឺជាការវាយប្រហារទៅលើសមាជិកទាំងអស់របស់ខ្លួនដែលវាតម្រូវឲ្យសម្ព័ន្ធមិត្តចាត់វិធានការដែលពួកគេយល់ថាចាំបាច់ដើម្បីជួយប្រទេសដែលកំពុងរងនឹងការវាយប្រហាររួមទាំងការប្រើប្រាស់នៃកងកម្លាំងយោធាផងដែរអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នៅថ្ងៃប្រហ័សបានបដិសេធថាខ្លួនមិនបានបាញ់មីស៊ីលទៅលើប្រទេសទូគីនោះទេដែលបាននិយាយថាសាធារណរដ្ឋអ៊ីស្លាមគោរពអធិបតេយ្យភាពរបស់ប្រទេសទូគីដែលមានភាពរស់រាយរាក់ទាក់និងស្មោះត្រង់នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់នៅពេលដែលសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់បានចូលដល់ថ្ងៃទី 6 ចំនួននេះបានរីករាលដាលហួសពីឈូងសមុទ្រនិងចូលទៅក្នុងទ្វីបអាស៊ីដោយបានរង្គោះរង្គើទីផ្សារពិភពលោកនិងជំរុញឲ្យភ្ញៀវទេសចរនិងអ្នកស្រុកអឺរ៉ុបពាន់នាក់ដែលជាប់គាំងព្យាយាមភៀសខ្លួនចេញពីតំបន់មជ្ឈិមបូព៌ាអគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានលើកឡើងអំពីការគាំទ្រយ៉ាងទូលំទូលាយរបស់ NATO ចំពោះសកម្មភាពរបស់អាមេរិកបើទោះបីជាមានការរិះគន់ពីអឺរ៉ុបក៏ដោយលោក Mark Rutte បាននិយាយថាសម្ព័ន្ធមិត្តរបស់ NATO ជាច្រើនគាំទ្រសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក្នុងការវាយប្រហាររបស់ពួកគេប្រឆាំងទៅនឹងអ៊ីរ៉ង់ខណៈដែលប្រទេសនេះជិតខ្លាចទៅជាការគំរាមកំហែងដល់អឺរ៉ុបផងដែរបើទោះបីជាយ៉ាងណាក៏ដោយមេដឹកនាំមួយចំនួននៃបណ្ដាប្រទេសដែលជាសមាជិកអង្គការ NATO ដូចជានាយករដ្ឋមន្ត្រីរបស់ប្រទេសអេស្ប៉ាញលោក Pedro Sanchez និងប្រធានាធិបតីទូគីលោក Tayyip Erdogan បានរិះគន់សកម្មភាពយោធានេះដោយហៅវាថាជាការរំលោភច្បាប់អន្តរជាតិដ៏គ្រោះថ្នាក់នៅពេលដែលសួរថាតើលោកប្រកាសទេថាសហរដ្ឋអាមេរិកមានស្ថានភាពចុងក្រោយច្បាស់លាស់មួយនៅក្នុងចិត្តដើម្បីជៀសវាងនឹងអស្ថិរភាពដែលអាចបង្កហានិភ័យដល់អឺរ៉ុបលោក Mark Rutte បាននិយាយថាពីការសន្ទនារបស់ខ្ញុំជាមួយនឹងមេដឹកនាំយោធានិងនយោបាយជាន់ខ្ពស់អាមេរិកវាជាអារម្មណ៍ដាច់ខាតរបស់ខ្ញុំថាពួកគេដឹងថាពួកគេនឹងទៅណាលោកក៏បាននិយាយផងដែរថាមេដឹកនាំ NATO ក៏បានព្រមព្រៀងគ្នាថាពួកគេនឹងត្រូវស្វែងរកមធ្យោបាយដើម្បីបន្តគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីបើទោះបីជានៅតំបន់មជ្ឈិមបូព៌ាកំពុងស្វែងរកនឹងការបង្កើនឃ្លាំងអាវុធរបស់ពួកគេជាបន្ទាន់ជាពិសេសជាមួយនឹងអាវុធនៃការការពារដែនការក៏ដោយនៅពេលដែលសួរថាតើរឿងនេះអាចធ្វើទៅរួចដោយរបៀបណាដោយសារតែការគ្រប់គ្រងផ្នែកការពារដែនការសម្រាប់អ៊ុយក្រែនមានកម្រិតខ្វះខាតរួចហើយនោះលោក Mark Rutte បាននិយាយថាឧស្សាហកម្មនឹងត្រូវបានបង្កើននៃការផលិតអាវុធបែបនេះដោយដែលវាបានធ្វើនៅក្នុងរយៈពេលប្រមាណឆ្នាំថ្មីនេះជាមួយនឹងក្របកាំភ្លើងធំលោកបានមានប្រសាសន៍ថាយើងត្រូវធ្វើតាមអ្វីដែលយើងកំពុងធ្វើជាមួយនឹងក្របរំសាវនៅពេលដែលនិយាយអំពីរបស់របរដ៏ធំផ្សេងទៀតនោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាមីស៊ីលការពារដែនការ Patriot ត្រូវបានប្រើប្រាស់នៅតំបន់មជ្ឈិមបូព៌ាក្នុងសង្គ្រាមរយៈពេល3ថ្ងៃគឺវាច្រើនជាងអ្វីដែលបានប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមនៅឆ្នាំ2022មកទៅទៀតបើយោងទៅតាមការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី 5 ខែមីនាថាក្នុងរយៈពេលត្រឹមតែ3ថ្ងៃនៃការប្រយុទ្ធគ្នានៅតំបន់មជ្ឈិមបូព៌ាមីស៊ីល Patriot ច្រើនជាង800គ្រាប់ត្រូវបានប្រើប្រាស់ដែលវាច្រើនជាងអ្វីដែលអ៊ុយក្រែនទទួលបានពេញមួយនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីដែលបានឈានចូលដល់ឆ្នាំទី 5 ទៅហើយទៀត
សេចក្តីថ្លែងការណ៍នេះបានកើតឡើងខណៈពេលដែលភាពតានតឹងនៅតែបន្តកើនឡើងនៅតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីសហរដ្ឋអាមេរិកបើកប្រតិបត្តិការរួមគ្នាជាមួយអ៊ីស្រាអែលធ្វើការវាយប្រហារទៅលើទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈមកដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោកអាលីខាមេនីប្រធានាធិបតីអ៊ុយក្រែនលោកសេឡិនស្គីបានមានប្រសាសន៍ថាអ៊ុយក្រែនមិនដែលមានមីស៊ីលច្រើនយ៉ាងនេះដើម្បីទប់ទល់ទៅនឹងការវាយប្រហារនោះទេមានមីស៊ីលជាង800គ្រាប់ត្រូវបានប្រើប្រាស់ក្នុងរយៈពេល3ថ្ងៃកន្លងមកនេះលោកសេឡិនស្គីបាននិយាយថានៅពេលដែលអ៊ុយក្រែនប្រឈមមុខទៅនឹងយន្តហោះគ្មានមនុស្សបើកប្រភេទ Shahid របស់អ៊ីរ៉ង់ជាលើកដំបូងក្នុងឆ្នាំ2022ខ្លួនបានប្រើប្រាស់អ្វីដែលខ្លួនមានគ្រប់យ៉ាងដើម្បីទប់ទល់ទៅនឹងការវាយប្រហារទាំងនោះទោះជាយ៉ាងណាក៏ដោយប្រធានាធិបតីរូបនេះបានបន្ថែមថាចាប់តាំងពីពេលនោះមកអ៊ុយក្រែនបានទទួលនូវបទពិសោធន៍យ៉ាងច្រើននៅក្នុងការទប់ទល់ទៅនឹងការវាយប្រហារបែបនេះលោកសេឡិនស្គីបានមានប្រសាសន៍ថាមនុស្សគ្រប់គ្នាយល់ថាមីស៊ីល Patriot មិនគ្រប់គ្រាន់នោះទេលោកក៏បានបញ្ជាក់ជាថ្មីថាអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងយន្តហោះគ្មានមនុស្សបើកស្ទាក់ចាប់ក្នុងការប្រកួតប្រជែងនៃយន្តហោះគ្មានមនុស្សបើកដើម្បីស្ទាក់ចាប់មីស៊ីលបើទោះបីជាលោកមិនបានបញ្ជាក់ថាប្រទេសណាអាចចូលរួមខ្លះក៏ដោយលោកសេឡិនស្គីបានបន្ថែមថាអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកជំនាញរបស់ខ្លួនជាមួយប្រទេសដែលប្រឈមមុខទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ដើម្បីជួយការពារជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធប្រៃនៅមជ្ឈិមបូព៌ាមីស៊ីលស្ទាក់ចាប់ Patriot ដែលផលិតនៅសហរដ្ឋអាមេរិកគឺជាអាវុធមួយក្នុងចំណោមអាវុធមួយចំនួនផ្សេងទៀតដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីលប្លង់ដែលរុស្ស៊ីបានប្រើដើម្បីវាយប្រហារមកលើអ៊ុយក្រែនបានយ៉ាងមានប្រសិទ្ធភាពមីស៊ីលស្ទាក់ចាប់ប្រភេទថ្មីបំផុតទាំងនេះគឺប្រភេទ Patriot Pack 3មិនដូចទៅនឹងមីស៊ីលចំនួនមុនរបស់វានោះគឺមីស៊ីល Patriot Pack 2 GEMT មីស៊ីល Pack 3ប្រើប្រាស់បច្ចេកវិទ្យាវាយប្រហារថ្មីដើម្បីសម្លាប់ដោយបំផ្លាញក្បាលគ្រាប់ដែលចូលមកតាមរយៈការប៉ះទង្គិចដោយផ្ទាល់ជាងការបំផ្ទុះនៃបំណែកបើទោះបីជាជួររបស់វាខ្លីជាងក៏ដោយតែជាធម្មតានៅចម្ងាយចន្លោះពី35ទៅ50គីឡូម៉ែត្រវាផ្ដល់នូវភាពជាលក្ខខ្ពស់ជាងនិងត្រូវបានរចនាឡើងជាពិសេសដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងដោយមីស៊ីលផ្លូវល្បឿនលឿនសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចរដ្ឋបិទនៃការប្រកួតប្រជែងមីស៊ីលដ៏កម្រទាំងនេះបន្ថែមទៀតដែលបង្កើននូវការព្រួយបារម្ភនៅក្នុងទីក្រុងគីអំពីការរំខានដែលអាចនឹងកើតមានចំពោះការដឹកជញ្ជូនពីដៃគូរបស់អ៊ុយក្រែនលោកសេឡិនស្គីបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី2ខែមីនាថាជាការប៉ុណ្ណាបញ្ហានេះបានធ្វើឲ្យយើងមានការព្រួយបារម្ភដែលរហូតមកទល់នឹងពេលនេះមិនទាន់មានសញ្ញាបែបនេះពីសហរដ្ឋអាមេរិកឬអឺរ៉ុបនៅឡើយមនុស្សគ្រប់គ្នាយល់ថាអាវុធត្រឹមត្រូវគឺជាខ្សែជីវិតរបស់យើងអំពាវនាវចង់បានសម្រាប់មីស៊ីលទាំងនេះសម្រាប់ការការពារដែនដីរបស់ពួកយើងក៏ប៉ុន្តែសម្រាប់ការប្រកួតប្រជែងគឺមិនអាចទទួលបានគ្រប់គ្រាន់សម្រាប់តម្រូវការជាក់ស្ដែងរបស់យើងបាននោះទេ